ជំរាបសួរបងប្អូនខ្ញុំបង្ហាញបងប្អូនត្រួសៗពី LD14 តើវាខុសគ្នាម៉េចជាមួយនឹង LD9 តើយើងអាចប្រើបាននៅហើយគុណសម្បត្តិវាមិនដែរធៀបជាមួយនឹង LD9 តើយើងគួរដូរអត់អញ្ចឹង LD14 នេះគឺជាប្រភេទ LD ដដែលគ្រាន់តែ Android សាច់ខាងក្នុងវាគឺជាប្រភេទ Android 14អញ្ចឹងបងប្អូនចូលមកឃើញហើយថា Android version វាគឺ14ហើយចំណែក LD9 គឺ Android version វា9អញ្ចឹងវាអាចចេញម្ដុំ2019អីអញ្ចឹងទៅគេដាក់មកនៅក្នុងនេះខ្ញុំអត់បានមើលបញ្ជាក់ថែមដែរក៏ប៉ុន្តែនៅក្នុង Android 14វាចេញម្ដុំឆ្នាំ2024អីអញ្ចឹង version របស់វានេះត្រួសៗតាមតែគេបង្ហាញមកទេអញ្ចឹង Android 14គឺវាថ្មីជាង15 16យើងឆ្នាំ2025 26យើងនេះហើយអញ្ចឹងណាអញ្ចឹងដោយសារ Android វាខុសគ្នាខ្លាំងនៅពេលដែលយើងដំឡើងមកការគ្រប់គ្រង LD គឺ14ផ្សេង9ផ្សេងអញ្ចឹងបានន័យថាយើងអត់អាច upgrade ពី9ទៅ14បានទេយើងត្រូវតែដំឡើងថ្មី clone ថ្មី login ថ្មីប៉ុន្តែបើយើងមាន file backup account Facebook គឺយើងនៅដាក់ចូលធម្មតាលើកលែងតែ file backup របស់ LD អត់អាចយក9ទៅដាក់14 14ទៅដាក់9បានទេអត់ចូលគ្នាទេវាខុសគ្នាណាហើយនៅពេលដែលបងប្អូនដំឡើងមកវានឹងចេញផ្ទាំង LD multiplayer មួយដែលយើងអាចគ្រប់គ្រងបាន LD9 និង LD14 ជាមួយគ្នាគ្រាន់តែថាយើងចុចកន្លែងនេះផ្ទាំងខុសគ្នាហើយបើសិនជាបងប្អូនប្រើ version ចិនបងប្អូនចេញអក្សរចិនមកបងប្អូនឲ្យបប្រាំ select folder LD load device អីចូលមកគឺវានឹងធ្វើការដូរភាសាឲ្យយើងអូតូអញ្ចឹងបងប្អូនរកកន្លែងដូរអត់ឃើញបងប្អូនឲ្យបប្រាំ select តិចទៅយើងអាចអឺប្រើបានជាភាសាអង់គ្លេសបិទបើកមកវិញណាអញ្ចឹងយើងនិយាយពីគុណសម្បត្តិតើ LD14 ហ្នឹងល្អជាង LD9 ចំណុចណាខ្លះទីមួយតើតើមួយការប្រើប្រាស់ file យើងយកទៅធ្វើ Facebook អញ្ចឹង file របស់យើងគឺមានវីដេអូហើយនឹងរូបភាពមិនសូវចោលទេយើងប្រើ JPG JPEG PNG អីអញ្ចឹងទៅក៏ប៉ុន្តែសម្រាប់ file MP4 យើងភាគច្រើនប្រើ MP4 នៅក្នុងការ convert ការ download របស់យើងណាMP4 ខ្លះដោយសារ codec របស់វា MP4 មែនប៉ុន្តែសាច់ខាងក្នុងរបស់វាគឺវាមានកូដផ្សេងគ្នាទៅដាក់ LD9 អត់ស្គាល់ទេតើយើងយកទៅ convert ពេលខ្លះយើង convert ទៅវាតាក់អីបន្តិចទៅក៏វាអត់ស្គាល់ដដែលឃើញទេអញ្ចឹងនៅក្នុង LD14 គឺចំពោះ extension MP4 គឺ support ទាំងអស់ខ្ញុំអត់ទាន់រកឃើញប្រភេទ MP4 ណាមួយដែលអត់ support ទេលើកលែងតែ AVI ឬក៏អីអញ្ចឹងទៅវាអាចនឹងអត់ support ប៉ុន្តែខ្ញុំតេស្តទៅឃើញថាវាអូខេហើយចំពោះមួយទៀតយើងងាយស្រួលក្នុងការរក APK ខ្ញុំបានធ្វើ website ខ្ញុំបានដាក់ថាការប្រើប្រាស់ APK ហើយមានវីដេអូនៅខាងក្រោមចំពោះការប្រើប្រាស់ LD9 ដោយសារ Android វាទាបយើងត្រូវការប្រើប្រភេទ V7A យើងត្រូវតែរើសតែម្ដងហើយនៅក្នុង APK នៅពេលដែលយើង download file Facebook អីអញ្ចឹងយើងត្រូវតែទៅរើស version ណាដែលវាជាប្រភេទ V7A ឬក៏ version 32អីអញ្ចឹងទៅតែលើកលែងចំពោះ Android 14ដោយសារវាខ្ពស់ស្រាប់ហើយគឺយើងអាចប្រើមួយណាក៏បានមួយនេះក៏ដើរខាងក្រោម V8A ប្រភេទ64ហ្នឹងក៏ដើរហើយពីច្រើនខ្ញុំរើសយកប្រភេទ Android 11 បូកបានន័យថាវាប្រើ version Android ខ្ពស់11ឡើងទៅខ្ញុំចូលចិត្តប្រើមួយហ្នឹងហើយបងប្អូនអាចរើសនៅក្នុងនេះមួយណាក៏បានដែរពេលដែលបងប្អូនយកទៅប្រើដំបូងបងប្អូនទាញដាក់ LD មួយសិនទៅគេលោកខាង website APK Pure គេរ៉ាន់តេស្តជាមួយ LD យើងដាក់ LD ទៅវាគៀងអញ្ចឹងយើងរើសមួយណាមួយក៏បានពេញចិត្តហើយយកមកដាក់មកតេស្តបើកអូខេចាំយើងធ្វើការ update អញ្ចឹងទៅអញ្ចឹងការប្រើប្រាស់ Android 14វាជួយឲ្យយើងប្រើប្រាស់ APK បាន version ថ្មីហើយវាស្រួលរើស APK ដាក់មួយណាក៏ស្គាល់ដែរប៉ុន្តែLD9 អត់ទេតែដាក់64ទៅវាគៀងយើងលុប app ចេញហើយ install ថ្មីប៉ុណ្្នឹងឯងបងប្អូនតាក់ទងជាមួយនឹងដំណាក់កាលខ្ញុំប្រើប្រាស់មួយរយៈមកឃើញថាវាដំណើរការជាមួយនឹងបប5អត់អីទេធ្វើការបានធម្មតាដូចគ្នា LD14 បើម៉ាស៊ីនយើងដើរស្រួលយើងនិយាយថាម៉ាស៊ីនយើងរៀងធំដំណើរការក៏ស្រួល LD9 ក៏អូខេ LD14 ក៏វាដើរស្រួលដូចគ្នាហើយការ C space អីហ្នឹងក៏ប្រហែលជាមួយនឹង LD9 អីដូចគ្នាដែរប្រហែលខុសគ្នាតិចតួចអីហ្នឹងតើយើងរ៉ាន់ជាក់ស្ដែងធៀបគ្នាបានដឹងព្រោះពេលខ្លះយើងរ៉ាន់តិចពេលខ្លះយើងរ៉ាន់ច្រើនរយៈពេលដូចគ្នាយើងវាយតម្លៃអត់ត្រូវទេគ្រាន់តែខ្ញុំសង្កេតមើលទៅវាប្រហែលគ្នាអញ្ចឹងជាចុងបញ្ចប់យើងសរុបសេចក្តីមកវិញបានន័យថា LD14 រៀងខ្វាន់បាទជាង LD9 ក៏ប៉ុន្តែបើបងប្អូនប្រើ LD9 អត់មានបញ្ហាអីទេយើងកុំតន់ដូរចាំពេលណាយើងចង់សើរ LD យើងចង់
ឈូសកុំព្យូទ័រយើងចង់ clear storage ឲ្យយើងទៅចាំយើងធ្វើការដូរហើយចំពោះបបRAM អត់អីទេយើងប្រើ LD ចិនក៏ដើរ LD 9ក៏ដើរ LD 14ហ្នឹងស៊ីនក៏ដើរ14ចិនក៏ដើរពីច្រើនខ្ញុំប្រើLD ចិនដោយសារ LD ចិនគេធ្វើការអាប់ដេតគ្រាន់បើជាង LD global ដោយសារក្រុមហ៊ុន original គេក្រុមហ៊ុនចិនណាអញ្ចឹងនៅពេលដែលគេអាប់ដេតគឺគេអាប់ដេតខាងចិនមុនអញ្ចឹង version គេថ្មីបញ្ហាអីចឹងគេអាប់ដេតទៅមុនយើងឆាប់បានយកមកតេស្តអញ្ចឹងក៏ប៉ុន្តែបើមានបញ្ហាក៏បញ្ហាទៅមុនដែរអញ្ចឹងគេបានអាប់ដេតធ្វើការមាន history ហីខ្ញុំប្រើ1407ឥឡូវគេចេញ1409ប៉ុន្តែខ្ញុំប្រើអត់មានបញ្ហាខ្ញុំអត់អាប់ដេតទេអញ្ចឹង LD បើសិនជាយើងមានប្រើទៅអត់មានបញ្ហាអីទេយើងកុំធ្វើការផ្លាស់ប្ដូរគឺអូខេហើយប៉ុណ្្នឹងឯងបងប្អូនអរគុណ